សួស្តីតោះចឹងបន្ទាប់ពីយើងបានខំគឺយើងមានពេលទំនេរច្រើនចឹងខ្ញុំធ្វើវីដេអូសម្រាប់ដំណោះស្រាយលំហាត់តាក់ទងជាមួយមេរៀនទី4គោលការណ៍តម្រួតនៃរលកនិងរលកជ្រុំចឹងខ្ញុំបានលើកយកលំហាត់ទី1ភាគ2យកមកសិក្សាចឹងកុំឲ្យខាត់ពេលយូរយើងធ្វើការអានប្រធានទាំងអស់គ្នា1អង្គធាតុ1យល់ដោយសេរីមានលំយោល2មានទិសនិងព្រៃកង់ដូចគ្នាអញ្ចឹងយើងមើលទៅលើសមីការដែលគេឲ្យមកពីហ្នឹងអ្វីដែលដូចគ្នាខ្លះ y អង្គស្មើទៅនឹង3សេនផៃតេបូកផៃលើ6ຂະຫນາດរបស់វាគឺគិតជាសង់ទីម៉ែត្រ y ដឺស្មើនឹង3សេនផៃតេបូកផៃលើ2ដែលຂະຫນາດរបស់វាគិតជាសង់ទីម៉ែត្រដូចគ្នាចឹងយើងមើលទៅលើសមីការរបស់យើងសមីការមានរាងអីគេ y ស្មើទៅនឹង a sin omega t បូក phi ចឹងយើងមើល amplitude 2នេះគឺដូចគ្នាចឹងតម្រង2នេះបើកាលណា amplitude ដូចគ្នាយើងរកបាន2គឺតាមតម្រង sin a បូក sin b និងតាមតម្រង a ស្មើនឹងឫសការ៉េនៃ ax ការ៉េបូកជាមួយនឹង ay ការ៉េចឹងយើងធ្វើដំណោះស្រាយទាំងអស់គ្នានៅត្រង់ចំណុចកគណនាខួបព្រៃកង់និងលំងាកផាសនៃលំយោលខកំណត់ amplitude គឺយើងរក amplitude គួបនិងផាសដើមនៃរលកតម្រួតរួចសរសេរសមីការរលកតម្រួតនឹងឡើងវិញចឹងមើលខ្ញុំនឹងចឹងយើងធ្វើដំណោះស្រាយកយើងកំណត់ខួបនិងព្រៃកង់ចឹងយើងគណនាខួបព្រៃកង់និងលំងាកផាសលំងាកផាសគឺតាក់ទងជាមួយ delta phi ណាចឹងជាមួយគេឲ្យសមីការអីចឹងគេមានន័យថាគេឲ្យសមីការមកយើង2 y អង្គស្មើនឹង3 sin ប្រហែលទៀតផៃតេបូកផៃលើ6ផៃតេបូកផៃលើ6ຂະຫນາດរបស់វាគិតជាសង់ទីម៉ែត្រនិង y ដឺស្មើទៅនឹង3 sin ផៃតេបូកផៃលើ2ដែលຂະຫນາດរបស់វាគិតជាសង់ទីម៉ែត្រចឹងទី1សមីការមានរាងអីបងចឹងយើងមើលសមីការយើងមានតម្រងអីសមីការគួបរលកតម្រួតគួបសមីការមានរាង y ស្មើទៅនឹង a sin omega t បូក phi ណាបូក phi តោះមកយើងទាញបាន amplitude 1ចឹងមកយើងទាញតម្លៃនៅក្នុងសមីការសិននេះ y អង្គ a អង្គស្មើនឹង a ដឺស្មើទៅនឹង a ព្រោះអីអាកន្លែងនេះលើកទី1 3លើកទី2ក៏3អញ្ចឹងវាស្មើទៅនឹង a ស្មើទៅនឹង a ស្មើនឹង3សង់ទីម៉ែត្រអូមេហ្គាជាប់ទេអញ្ចឹងបងកន្លែងនេះបងអត់យកទេមកទៀតទេឧទាហរណ៍បើយើងសិក្សាទៅអូមេហ្គាទេវាស្មើទៅនឹងផៃទេឃើញទេអញ្ចឹងយើងនាំឲ្យអូមេហ្គាគឺស្មើទៅនឹងផៃដែលຂະຫນាត់របស់វារត់យ៉ាងក្នុង1វិព្រោះទេយើងសម្រួលអស់ហើយអញ្ចឹងអូមេហ្គាគឺយើងយកតែតម្លៃណាអញ្ចឹងអូមេហ្គាអង្គស្មើទៅនឹងអូមេហ្គាដឺស្មើទៅនឹងផៃរត់យ៉ាងក្នុង1វិតមក phi យើងមើល phi ទី1 phi ទី1អញ្ចឹងយើងមើលនៅត្រង់ចំណុចទី1សមីការ y អង្គមកផៃលើ6រត់យ៉ាង phi 2សមីការ2ផៃលើ2គិតជារត់យ៉ាងបន្តមកទៀតយើងទាញបានអស់ហើយអ្វីដែលយើងត្រូវការរកពេលនេះគឺយើងរកខួបតោះខួបគឺនិមិត្តសញ្ញារបស់វាតេធំអញ្ចឹងតេធំស្មើទៅនឹងអីបងតេធំស្មើនឹង2ផៃនៅលើអូមេហ្គាណាអូមេហ្គាយើងគឺស្មើទៅនឹងផៃឃើញទេអូមេហ្គាយើងស្មើផៃអញ្ចឹងខួបគឺយើងរកឃើញ2វិបន្ទាប់ពីយើងរកខួបហើយយើងរកទៀតព្រៃកង់និមិត្តសញ្ញាតាំងដោយ f អញ្ចឹងយើងតាម f ស្មើ1លើ t ក៏បាន2ផៃនៅលើអីអូមេហ្គាលើ2ផៃអញ្ចឹង f ស្មើ1នៅលើ t ដែល t របស់យើងគឺស្មើទៅនឹង2អញ្ចឹងបាន 0.5 ហាសិតចំណុចបន្ទាប់គឺយើងរកកម្រិតផាសគម្លាតផាសគឺ delta phi
ចឹងយើងតាមរូបមន្តគម្លាតផាសគឺ data phi ដែលស្មើទៅនឹង feeder ដក phi អងតម្លៃយើងមានអស់ហើយណាចឹងគេបាន data phi ស្មើទៅនឹង feeder យើងមែន feeder យើង pi លើ 2 ដក pi លើ 6 ចឹងយើងធ្វើការតម្រូវភាគបែងនេះ 6 pi ដក pi សល់ 5 pi លើ 6 ចឹងយើងតម្រូវតែ 3 ក៏បានដែរអានេះយើងតម្រូវ 3 មកបាន 3 pi ដក pi សល់ 2 pi ណាអានេះតម្រូវមកបាន 3 pi ដក pi ចែកទៅនឹងភាគបែងរួម 6 ចឹងយើងបាន 2 pi នៅលើ 6 ចឹងយើងបាន 3 pi នៅលើ 3 ຂະຫນາດរបស់វាគិតជារ៉ាត់ចឹងតោះមកយើងឆ្លើយដូចនេះនៅត្រង់ចំណុចក amplitude អងស្មើនឹង amplitude ស្មើទៅនឹង 3 cm ខួបទេគឺស្មើទៅនឹង 2 វិព្រៃកង់ស្មើនឹង 0.5 f តោះមក data phi គម្លាតផាសស្មើទៅនឹង pi លើ 3 អូខេអានោះចម្លើយយើងចប់នៅត្រង់ចំណុចកបន្ទាប់មកយើងចូលទៅដល់ចំណុចខគឺការកំណត់ amplitude និងផាសដើមអញ្ចឹងយើងរក amplitude គួបផាសដើមនៃរលកដុំរត់ឬក៏នៃលំយោលក៏បានដែរនៃរលកដុំរត់អូខេណាទី1យើងរក amplitude សិនអញ្ចឹង amplitude រកតាមវិធីសាស្ត្រទី2វិធីសាស្ត្រទី1ងាយa ស្មើទៅនឹងឬការ៉េនៃ ax ការ៉េបូក ay ការ៉េអានេះប្រើបានទាំងពីររូបមុនហ្នឹងចាំតែមួយយកមកអានវត្តទៅបានដែរតែយើងត្រូវរក ax ឲ្យឃើញរក ay ការ៉េឲ្យឃើញតែ ax គឺស្មើទៅនឹង a1 ax x ជាប់កុស phi 1បូក a2 កុស phi 2បន្តមកទៀតយើងធ្វើការជួសជុលអញ្ចឹងយើងដឹងហើយថា a1 ស្មើទៅនឹងប្រមាណមក ax a1 គឺស្មើទៅនឹង3កុស phi 1គឺស្មើទៅនឹង pi លើ6បូក3កុស phi 2 pi លើ2អញ្ចឹង ax ស្មើនឹងតម្លៃអញ្ចឹងយើងមើលតាក់ទងជាមួយនឹងកុស pi លើ2កុស9គឺស្មើទៅនឹង0បន្តមកទៀតតាក់ទងជាមួយនឹងកុស pi លើ6អញ្ចឹងកុស pi លើ6គឺស្មើឬ3លើ2អញ្ចឹងយើងបាន3ឬ3លើ2គិតជាសង់ទីម៉ែត្រអញ្ចឹងយើងទុក1សិនបន្តមកទៀត ai គឺជាប់ sin a អង sin phi អងបូកជាមួយនឹង a ដឺ sin phi ដឺអញ្ចឹងយើងដឹងហើយ ai a អងស្មើទៅនឹង a អងគឺ3 sin phi អង pi លើ6បូកជាមួយនឹង3 sin phi ដឺ pi លើ2អញ្ចឹង ai sin pi លើ6គឺ sin 30អញ្ចឹង sin 30គឺមានតម្លៃស្មើទៅនឹងប្រមាណចឹងអានេះ sin 30អានេះយើងបាន3គុណនឹង1លើ2បូកជាមួយនឹង3ចឹងចម្លើយរបស់វាបាន3លើ2បូកទៅនឹង3ចឹងយើងតម្រូវភាគបែងចឹង ai ស្មើទៅនឹង2ពី6 9លើ2ណាយើងធ្វើការគណនាលេខខ្លួនឯងក្រែងលោគណនាច្រឡំអីតោះចឹងយើងបាន a ផ្គួប ai ស្មើទៅនឹងឬនៃ ax ការ៉េអញ្ចឹងយើងមើល ax របស់យើង3ឬ3លើ2 3ឬ3លើ2លើកជាការ៉េបូកជាមួយនឹង ai ការ៉េ9លើ2លើកជាការ៉េអញ្ចឹងតម្រងនៃ a គឺស្មើទៅនឹង3ឬ3អានេះឬចេញមកអានបានហ្មង3ណានេះ9គុណនឹង3នៅលើ4បូក4ការ៉េ81នៅលើ4អញ្ចឹងយើងបានរឹសរបស់វាស្មើទៅនឹង27បូក81ចែកទៅនឹង4ចម្លើយ108ណា
ចឹង108យើងសម្រួលមកសល់បើយើងសម្រួលនឹង2 54អូខេ54ចែកនឹង2បានប៉ុន្មានទៀត27ចឹងរឹស27 9 3ដងវាមិនស្មើទៅនឹងរឹសប៉ុន្មានទៀត9គុណនឹង3ចឹង9ចេញរឹសបាន3ចេញបានទៀតអត់ចឹងយើងទុកប៉ុណ្ណឹងណាអូខេចឹងយើងចប់ត្រង់ចំណុចតោះមកនៅចំណុចទី2គឺចំណុចបន្ទាប់ដែលយើងត្រូវរកផាសដើមចឹងផាសដើមយើងទៅរកតាមណាគឺយើងរកតាមតង់ចឹងតាមរូបមន្តតង់អូនត្រូវចាំរូបមន្តតង់ស្មើរូបមន្តអីទៅយើងរកបានថាណាចឹងតង់ហ្វីតង់គឺស៊ីនលើកូស៊ីនគឺតួ y ឯកូគឺតួ x ចឹងយើងបានតង់ហ្វីស្មើទៅនឹង a របស់ y នៅលើ a x ចឹងយើងដឹងហើយយើងរកមិញឃើញហើយចឹងតង់ហ្វីស្មើទៅនឹង a y របស់យើងគឺ9លើ2 9លើ2តោះមក a x 3 ឬ3លើ2 3លើ2ឬ3លើ2 3ឬ3លើ2ចឹង2គឺយើងចម្រាស់យើងស្រួលអស់ហើយចឹងនៅសល់9 3ឬ3 9យើងស្រួលមកបាន3លើឬ3ចឹងនេះយើងគុណបន្ថែមឬ3យកបានប៉ុន្មានចឹងយើងនាំឲ្យតង់ហ្វីស្មើទៅនឹងនេះឬ3បានអានេះបើយើងគុណបន្ថែមនេះកាលណាយើងគុណបន្ថែមដើម្បីឲ្យស្រួលលេខអស់អានេះយើងបន្ថែមឬ3ទៀតមកឃើញទេស្រួលទៅដូចដើមហើយចឹងអានេះឬ3បាន3ចឹងពេលដែលបាន3យើងអាចស្រួលនឹងអានេះបានឃើញទេចឹងចម្លើយឃើញឬ3ចាប់បានទេចឹងយើងបានឬ3ចឹងដល់ឲ្យហ្វីយើងមើលតង់ហ្វីដែលមានតម្លៃស្មើនឹងឬ3តើមានតម្លៃស្មើនឹងប្រមាណរត់យ៉ងឬក៏ប្រមាណដឺក្រេតោះចឹងដូចនេះហ្វីស្មើទៅនឹងអតង់អាហ្នឹងគេហៅថាតង់11ឬ3គឺមានតម្លៃស្មើទៅនឹង60ដឺក្រេឬក៏ផាយលើ3រត់យ៉ងនឹងចម្លើយរបស់វារួចតន់ចប់ទេគេឲ្យយើងសរសេរសមីការសរសេរសមីការរឡូចឹងសមីការរបស់យើងទម្រង់អី y ស្មើទៅនឹង a sin omega t បូកទៅនឹង phi ចឹងយើងបានអី y a យើងរកមិញឃើញមែនគឺឬ no a យើងឃើញ3ឬ3ឬ3បន្ទាប់មក sin omega pi t បូក phi ដែលយើងរកឃើញមិញគឺ pi លើ3តោះនេះ pi លើ3ຂະຫນາດរបស់ a សង់ទីម៉ែត្រចឹងនៅត្រង់សមីការរលកនេះគឺយើងដោះស្រាយងាយៗកុំធ្វើឲ្យវាស្មុគស្មាញហើយកុំភ្លេចជួយ Subscribe អ្នកមួយផងដើម្បីទទួលបានវីដេអូបន្តទៀតក្នុងការដោះស្រាយលំហាត់